សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំចង់មកអាប់ដេតព័ត៌មានទាក់ទងនឹងប្រទេសថៃបន្តិចយើងដឹងហើយថ្ងៃមុនគឺសភាគេប្រជុំហើយសម្រាប់ព្យួរតំណែងនាយករដ្ឋមន្ត្រីថៃគឺអ្នកស្រីផែថងថានហើយការសម្រេចចិត្តនេះគឺត្រឹមតែព្យួរទេហើយមាននាយករដ្ឋមន្ត្រីស្ដីទីឡើងមកជំនួសតំណែងនាយករដ្ឋមន្ត្រីផែថងថានគ្រាន់តែមិនដឹងថាអាការព្យួរហ្នឹងគឺព្យួរបានរយៈពេលប្រមាណឬក៏យ៉ាងម៉េចទេអាហ្នឹងគឺយើងចាំតាមដានទស្សនាឬក៏នៅព័ត៌មានដែលតកតងទៅនឹងថៃទៀតយើងក៏ដឹងថាប្រទេសថៃហ្នឹងគឺសម្រាប់ព្យួរប្រមាណរយៈពេលប្រមាណថ្ងៃប្រមាណខែអីទេអាហ្នឹងគឺយើងចាំតាមដានព័ត៌មានរបស់គ្នាទៀតអាហ្នឹងគឺខាងប្រទេសថៃដោយឡែកគឺខ្ញុំចង់អាប់ដេតនៅខាងប្រទេសកម្ពុជាយើងសភាពការនៅតាមព្រំដែនថ្ងៃទី2ខែ7ឆ្នាំ2025នេះគឺសភាពការនៅព្រំដែនកម្ពុជាថៃគឺមានសភាពការធម្មតាទេបងប្អូនហើយទាហានទាំងសងខាងទាំងភាគីថៃហើយនិងកម្ពុជាគឺនៅធម្មតាហើយនៅរៀងខ្លួនទេអត់មានអីជាការខុសប្លែកពីធម្មតាទេយ៉ាងហើយបងប្អូនកុំមានការព្រួយបារម្ភអាហ្នឹងគឺខ្ញុំឆ្លៀតភ្ជាប់ជាមួយនឹងអាប់ដេតទៅនឹងប្រទេសយើងហើយយើងក៏ចាំតាមដានទាំងអស់គ្នាទៀតថាបញ្ហារវាងប្រទេសកម្ពុជាយើងហើយនិងប្រទេសថៃទៅមុខទៀតតើវាយ៉ាងណាយើងចាំតាមដានបន្តតាមដានព័ត៌មានរបស់គ្នាទៀតហើយខ្ញុំមានតែប៉ុណ្្នឹងទេណាខ្ញុំមកឆ្លៀតអាប់ដេតជូនបងប្អូនបន្តិចហើយអរគុណបងប្អូនចាំជួបគ្នានៅវីដេអូក្រោយទៀត